ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍កាន់វីដេអូថ្មីអេពីសូតទី8អញ្ចឹងសម្រាប់ថ្ងៃនេះផងដែរគឺ admin នឹងបន្តសាច់រឿងរបស់យើងពន្លកស្នេហ៍ក្នុងភ្លើងកំណាចដែលវគ្គទី8នេះគឺនឹងនិយាយអំពីតួអង្គឯកនារីរបស់យើងដែលគាត់ទទួលបានឱកាសក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនឹងឲ្យបន្ទាប់អំពីលោកម្ចាស់ធំគាត់ធ្វើការអនុញ្ញាតហើយយិនលីងក៏ពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងដោយគាត់បានទទួលដំណឹងនេះអញ្ចឹងចង់ដឹងថាតើដំណើរសាច់រឿងនៅក្នុងវគ្គទី8នេះមានដំណើរដើមតងបែបណាតោះកុំឲ្យខាតពេលវេលាយូរឆ្ពោះទៅកាន់ការសម្រេចមកជាមួយនឹង admin ទាំងអស់គ្នាវគ្គទី8ថ្ងៃថ្មីបន្ទាប់ពីរៀបចំខ្លួនរួចរាល់កាយមុំក៏ចុះមកក្រោមដើម្បីស្រស់ស្រូបអាហារពេលព្រឹកមុនពេលចេញទៅបំពេញតួនាទីនៅខាងក្រៅតាមទម្លាប់របស់គេលោកម្ចាស់ហ្វុងហៅឈ្មោះគេថ្នមនាងចង់សាក់សួរនាំតាក់ទងនឹងរឿងយិនលីងតើគេព្រមឬអត់ព្រោះជំនាញគេមិនទាន់បានឆ្លើយនៅឡើយយើងឲ្យមនុស្សបានចាត់ការទៅហើយការដែលគេយល់ព្រមឲ្យនាងរៀនបន្តមិនមែនដោយសារតែគេអាណិតហ្វុងនោះទេតែមកពីគេយល់ពីបងស្រីរបស់គេតែប៉ុណ្ណោះចាហ្វុងញញឹមសប្បាយចិត្តដែលគេយល់ព្រមឲ្យយិនលីងរៀនបន្តក្រឡេកមកមើលអ្នកនៅខាងនេះវិញគ្រាន់តែទទួលដំណឹងថាលោកម្ចាស់ធំអនុញ្ញាតឲ្យនាងបានរៀនយិនលីងសប្បាយចិត្តរកអ្វីប្រៀបទៅប្រមាណនោះទេទីបំផុតក្តីស្រមៃរបស់នាងក៏បានសម្រេចខ្ញុំអរគុណបងស្រីមិនអីទេខ្ញុំក៏សប្បាយចិត្តជំនួសឯងដែរចាថ្ងៃនេះខ្ញុំទៅខាងក្រៅឯងទៅជាមួយខ្ញុំបានទេលពូមិនអនុញ្ញាតឲ្យខ្ញុំទៅខាងក្រៅទេបងស្រីឯងទៅជាមួយនឹងខ្ញុំទេតើលោកម្ចាស់ប្រហែលជាមិនថាអីនោះទេតែទៅបានជាគ្នាជាមួយខ្ញុំចាខ្ញុំសុំទៅបដូរកៅអៅសិនបានទេចាស់បានខ្ញុំចាំឯងចាស់បងស្រីយិនលីងក៏រត់ចូលទៅក្នុងផ្ទះតូចរបស់នាងដើម្បីបដូរឈុតនិងអាលបានចេញទៅខាងក្រៅជាមួយនឹងបងស្រីហ្វុងទាំងទឹកមុខញញឹមញញែមព្រោះនាងខានចេញទៅខាងក្រៅយូរហើយចេញពរៀនក៏ត្រូវមកផ្ទះនិងនាងមិនដែលបានចេញទៅណាផ្ដេសផ្ដាស់នោះទេព្រោះបើលោកពូធំដឹងនាងច្បាស់ជាត្រូវទទួលទោសជាមិនខាននៅឯផ្សារទំនើបហ្វុងបាននាំយិនលីងមកដើរផ្សារដោយសារតែនាងត្រូវទិញរបស់ប្រើប្រាស់ខ្លះណាមួយបានយិនលីងមកកំដរជាមួយគ្នាផងហ្វុងបាននាំយិនលីងចូលហាងលក់សម្លៀកបំពាក់ brand មួយដែលល្បីយិនលីងអៀននាងមិនសូវហ៊ានចូលព្រោះគិតថាខ្លួនឯងមិនសមជាមួយនឹងកន្លែងបែបនេះឆាប់ចូលមកបងស្រីចូលទៅខ្ញុំចាំនៅខាងក្រៅក៏បានចូលមកហ្វុងដឹកដៃយិនលីងឲ្យចូលទៅខាងក្នុងព្រោះនាងមានបំណងចង់ទិញឈុតខ្លះឲ្យនាងមួយឈុតនេះស្អាតទេហ្វុងទាញឈុតដែលមានពណ៌ក្រហមក្រមៅមកបង្ហាញយិនលីងស្អាតណាស់សមជាមួយនឹងបងស្រីបំផុតហើយខ្ញុំមិនបានទិញឲ្យខ្លួនឯងទេតែខ្ញុំទិញសម្រាប់ឯងបងស្រីទិញឲ្យខ្ញុំមែនទេពិតមែនហើយខ្ញុំថាមិនចាំបាច់ទេព្រោះខ្ញុំមិនចេះស្លៀកពាក់ឈុតបែបនេះទេបងស្រីសាក់ពាក់វាទៅរ៉ូបនេះមិនសិចស៊ីទេតែខ្ញុំមិនដឹងថាពាក់វាទៅបែបណានោះទេទិញទុកទៅថ្ងៃណាមួយឯងប្រហែលជាត្រូវការវាតែវាថ្លៃណាស់បងស្រីមិនអីទេខ្ញុំជាអ្នកចេញលុយទេតើចាពេលល្ងាចហ្វុងអង្គុយនៅលើសាឡុងដោយសារមានយិនលីងមកអង្គុយក្បែរការពិតទៅយិនលីងនាងមិនហ៊ានចូលនៅក្នុងវិមានទេតែហ្វុងជាអ្នកអនុញ្ញាតឲ្យចូលខ្ញុំចង់បានឯងមកធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំតើឯងយល់យ៉ាងណាខ្ញុំមិនហ៊ានទេព្រោះខ្លាចលោកពូធំគាត់មិនពេញចិត្តឯងកុំអារម្មណ៍ខ្ញុំអាចនិយាយជាមួយនឹងលោកម្ចាស់បានតែបងស្រីគឺថាមិនអីទេខ្ញុំមិនឲ្យលោកម្ចាស់ធ្វើអីឯងនោះទេចាស់បងស្រីយិនលីងញញឹមស្រាលទៅកាន់ហ្វុងការពិតទៅនាងមិនចង់ឲ្យហ្វុងធ្វើបែបនេះទេព្រោះខ្លាចចិត្តដោយសារតែហ្វុងជួយនាងច្រើនមកហើយបន្តិចក្រោយមកក៏មានសន្ធឹកឡានបើកចូលមកក្នុងវិមានមិនប្រាប់ក៏ដឹងដែរថាឡានរបស់អ្នកណាកាយមុំបោះជំហានចេញពីក្នុងឡានទាំងទឹកមុខមុំតាមចរិតធម្មជាតិរបស់គេបាទប្រិយមិត្តទាំងអស់គ្នាសម្រាប់វគ្គទី8 admin សូមធ្វើការ slash ត្រឹមតែប៉ុណ្ណេះសិនហើយ admin ក៏សូមថ្លែងអំណរអគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការសម្ដែងរបស់ admin រហូតមកហើយយើងនឹងវិលត្រឡប់មកជួបគ្នាវិញសម្រាប់ការសម្ដែងភាពបន្តនៅថ្ងៃស្អែកបន្តទៀតសូមអរគុណនិងសូមជម្រាបលា